ជំរាបសួរពូមីងបងប្រជាកសិករជាទីរាប់អានទាំងអស់ខ្ញុំបាទឈ្មោះអ៊ុយសុភ័ក្រជាប្រធានបច្ចេកទេសសាខាតាកៅតំណាងឲ្យក្រុមហ៊ុនលុកត្រយខេមបូឌាថ្ងៃនេះចុះមកណែនាំបងតកតងនឹងពូជស្រូវ OM5451 បាទពូជ OM5451 នេះគឺជាពូជនាំចូលនិងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុនលុកត្រយខេមបូឌាទូទាំងប្រទេសកម្ពុជាពូជស្រូវ OM5451 របស់ក្រុមហ៊ុនលុកត្រយដែលកំពុងចែកចាយនេះគឺយើងមានពូជសុទ្ធល្អនិងពូជសុទ្ធគ្រឹះបាទឬក៏យើងហៅតាមក្រសួងអនុញ្ញាតគឺពូជចុះបញ្ជីឬក៏ពូជវិញ្ញាបនបត្រអញ្ចឹងថ្ងៃនេះគឺចុះមកណែនាំដល់បងប្រជាកសិករតទៅនឹងពូជ OM5451 ពូជរបស់ក្រុមហ៊ុនលុកត្រយខេមបូឌាដែលកំពុងចែកចាយនាំចូលនិងចែកចាយផ្ទាល់នេះគឺយើងនាំចូលគឺមានច្បាប់អនុញ្ញាតពីក្រសួងច្បាស់លាស់ត្រឹមត្រូវមានបញ្ជីការនិងមានច្បាប់កម្មសិទ្ធិបញ្ញាផ្ដាច់មុខគឺមានតែក្រុមហ៊ុនលុកត្រយមួយទេលក្ខណៈពិសេសរបស់ពូជ OM5451 នេះគឺលក្ខណៈពិសេសគឺពូជហ្នឹងមានរយៈពេលខ្លីគឺចន្លោះ90ទៅ95ថ្ងៃប្រមូលផលហើយការប្រើប្រាស់ពូជតិចភាពសុទ្ធល្អដំណោះខ្លាំងហើយទិន្នផលខ្ពស់ជាពិសេសគឺបាយឆ្ងាញ់និងមានតម្លៃលើទីផ្សារខ្ពស់បាទហើយកាន់តែជ្រាបច្បាស់យើងទាំងអស់គ្នាទៅជួបកសិករដែលគាត់ធ្លាប់ធ្វើពូជឆ្លងកាត់ការប្រើប្រាស់ពូជOM5451 របស់ក្រុមហ៊ុនលុកត្រយអញ្ចឹងយើងទៅជួបទាំងអស់គ្នាពីចំណាប់អារម្មណ៍របស់គាត់បាទជំរាបសួរបងបាទជំរាបសួរហើយបងជួយណែនាំខ្លួនបន្តិចមកបងឈ្មោះអីរស់នៅភូមិឃុំណាដែរបាទខ្ញុំឈ្មោះគង់រតជាកសិកររស់នៅភូមិបន្លៃឃុំបន្លៃស្រុកកោបរៃខេត្តតាកែវបាទហើយថ្ងៃនេះចុះមកតើតើនឹងសួរចំណាប់អារម្មណ៍បងបន្តិចបាទតើតើនឹងពូជស្រូវ OM5451 របស់ក្រុមហ៊ុនលុកត្រយខេមបូឌាចែកចាយទូទាំងប្រទេសកម្ពុជានេះបាទបងឆ្លងកាត់ធ្វើប្រហែលឆ្នាំហើយពូជនេះពូជ5451បើរយៈពេលដែលខ្ញុំទៅចូលជា10ឆ្នាំនេះជា10ឆ្នាំហើយបាទអញ្ចឹងថ្ងៃនេះចង់ឲ្យបងជួយបញ្យល់ណែនាំតើតើនឹងពូជ OM5451 របស់ក្រុមហ៊ុនលុកត្រយនេះលក្ខណៈពិសេសដែលបងធ្លាប់ធ្វើប្រហែលឆ្នាំកន្លងមកនោះលក្ខណៈពិសេសរបស់ពូជ OM54 ហ្នឹងមានអីខ្លះបងអាចជួយរៀបរាប់លម្អិតបានទេបងបាទពូជ OM5451 លក្ខណៈពិសេសរបស់វាទី1ពូជសុទ្ធល្អបាទទី2ដំណោះល្អបាទហើយវាដុះស្មើអូខេបងបាទហើយការប្រើពូជតិចអូយើងកាត់ថយការចំណាយពូជតិចហើយពេលយើងធ្វើទៅវាធន់នឹងជំងឺធន់ជំងឺសត្វល្អិតបាទមួយសត្វល្អិតវាអត់សូវជាបញ្ហាមួយជំងឺប្រហែលទេហើយការទទួលទិន្នផលវិញវាខ្ពស់អូខេបាទហើយសម្រាប់ទីផ្សារវាល្អជាងពូជផ្សេងចឹងបាយក្អូបបាយវាទុនឆ្ងាញ់ដែរអូខេបងបាទមុននឹងបញ្ចប់វីដេអូនេះបងណែនាំទៅបងកសិករដែលគាត់អត់ដែលបានស្គាល់ឬក៏អត់ទាន់បានធ្វើពូជសុទ្ធរបស់ក្រុមហ៊ុនលុកត្រយតើបងអាចមានចំណាប់អារម្មណ៍អីដល់កសិករដែលផ្សេងដែលឲ្យគាត់ដឹងថាពូជនឹងយ៉ាងម៉េចចំណាយអីកាត់បន្ថយអីបានចំណុចខ្ញុំសូមដាំទៅកសិករផ្សេងឲ្យគាត់ងាកមកប្រើពូជ5451ហ្នឹងវាធន់នឹងជំងឺឃើញថាយើងកាត់បន្ថយការចំណាយបានច្រើនបាទបងហើយទីផ្សារវាល្អជាងផ្សេងបាទសូមឲ្យកសិករទាំងអស់ងាកមកមើលពូជ5451ដែលចែកចាយដោយក្រុមហ៊ុនលុកត្រយនេះឲ្យបានច្រើនព្រោះវាយើងប្រើពូជតិចហើយទទួលបានទិន្នផលខ្ពស់បាទអញ្ចឹងអរគុណច្រើនបងហើយជាចុងក្រោយជូនពរបងសុខភាពល្អហើយការបង្កើតកសិកម្មនេះធ្វើស្រូវនេះគឺជោគជ័យរហូតហើយស្រូវជាបានថ្លៃបាទ